បាទសូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកកាន់ Unit 2 របស់យើងបន្តទៀតដែលជាតួអក្សរចុងក្រោយនៅក្នុង Unit 2 របស់យើងតាក់ទងជាមួយនឹង letter F letter sound F F F បាទអញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នាអូខេ Unit 2 F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  letter F letter sound F F number 1ពាក្យទី1 F F farm F F farm farm យើងប្រើថាកសិដ្ឋានមួយកន្លែងចិញ្ចឹមសត្វកន្លែងហ្នឹងយើងហៅថាកសិដ្ឋាន F F farm ទី2 number 2 F F fan F F fand fan នៅសភៅរបស់យើងនេះគឺយើងប្រែថាផ្លិតមកគោលគឺយកផ្លិតឬក៏យើងអាចប្រែថាកង្ហារបស់យើងដាក់កង្ហាមានស្លាបវិលហ្នឹងហើយយើងដាក់នៅផ្ទះនៅអីណាហ្នឹងយើងប្រែថា fan F F fand អញ្ចឹងផ្លិតក៏បានផ្លិតយើងសម្រាប់បក់និងកង្ហានៅផ្ទះរបស់យើងពាក្យទី3 F F fork F F fork យើងមាន K យើងបញ្ចេញ sound យើងនៅខាងចុងមក F F fork fork យើងប្រែថាសមសម្រាប់យើងចាក់សាច់ចាក់ឲ្យញ៉ាំហ្នឹងបាទហ្នឹងសមទី4គឺ F F fish F F fish fish យើងមាន sound CH នៅខាងចុងយើងបញ្ចេញខ្យល់ F F fish F F fish fish យើងប្រែថាត្រីអញ្ចឹងយើងទៅស្គាល់នឹងចំណាំសូរទាំងអស់គ្នាអូខេទី1 farm F F farm fand F F fand fork F F fork fish F F fish អញ្ចឹងយើងទៅអានលឿនឬក៏យើងច្រៀងក៏បានដែរយើងហៅថាសូរច្រៀង farm fand fork fish farm fan fork fish farm fan fork fish បាទចុងក្រោយយើងទៅមើលការប្រើប្រាស់ជាមួយនឹងឯកវចននាមរបស់យើងអញ្ចឹង farm គឺយើងប្រើជាមួយនឹងព្រោះ farm letter F វាមិនមែនជាស្រៈនៅក្នុងភាសាអង់គ្លេសទេអញ្ចឹងយើងត្រូវប្រើជាមួយនឹងអូខេ farm farm កសិដ្ឋានមួយ fand fand ផ្លិតមួយឬក៏កង្ហាមួយ fork fork សមមួយដើមចុងក្រោយគេគឺ fish fish ត្រីមួយក្បាលអញ្ចឹងបើយើងសាកបង្កើតប្រយោគវាគឺជាកសិដ្ឋានមួយអញ្ចឹងជាមួយនឹង story នៅក្នុង story ប្រយោគនៅក្នុង story 1របស់យើងតើបងអាចបង្កើតបានឬអត់ច្បាស់ណាស់ប្រកាសជា it is a farm វាគឺជាកង្ហាមួយ it is a fand វាគឺជាសមមួយដើម it is a fork វាគឺជាត្រីមួយក្បាល it is a fish បាទអញ្ចឹងវីដេអូយើងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងជាមួយនឹង story នៅក្នុង unit 2 របស់យើងវិញម្ដងថាតើវាមានអ្វីដែលថ្មីមាន sight words ថ្មីដែរឬទេអញ្ចឹងកុំភ្លេចតាមដាននៅវីដេអូក្រោយទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា